ទាំងដែលមានមនុស្សតែ4នាក់ញ៉ាំបាយសោះតែអ៊ំស្រីតែងតែទិញអីវ៉ាន់មួយថងធំរហូតអ៊ំស្រីខ្ញុំឲ្យកាត់ទិញអីវ៉ាន់ទៅអ៊ំគ្រាន់តែទិញតាមបញ្ជីរបស់ខ្ញុំទៅបានហើយអ៊ំស្រីមិនបានកាត់ទិញអីវ៉ាន់អស់លុយរលីងចឹងខ្ញុំមិនបានប្រាប់ឲ្យអ៊ំទិញតាមបញ្ជីទេអីមិនក៏ចាយលុយអស់ច្រើនម្ល៉េះគ្រូសាក្មួយញ៉ាំរបស់ល្អខ្ញុំខំរើសទិញតែរបស់បញ្ចុះតម្លៃផងទោះបញ្ចុះតម្លៃយ៉ាងណាក៏មួយថ្ងៃមិនអាចចាយអស់រាប់ពាន់ដែរមនុស្សក្នុងផ្ទះច្រើនយ៉ាងនេះម៉ាក់ក្មួយសុខភាពមិនសូវល្អទៀតអាហារបំពន់ផ្លែឈើសុទ្ធតែត្រូវទិញមែនទេម្យ៉ាងទៀតរបស់ខ្វះខាតក្នុងផ្ទះបាយមានច្រើនណាស់ខ្ញុំក៏ឆ្លៀតទិញបន្ថែមបន្តិចដែរឥឡូវក្មួយមកដល់ភ្លាមក៏ឆែកកានីភ្លាមខ្លាចខ្ញុំកឹបកេងលុយបន្តិចបន្តួចរបស់ក្មួយមែនទេបារីនឹងស្រាថ្លៃពីយួរផលិតផលថែរក្សាស្បែកនាំចូលមួយឈុតអ៊ំប្រាប់ខ្ញុំមកតើរបស់ទាំងនេះក៏សម្រាប់ពើសុខភាពម៉ាក់ខ្ញុំដែរខ្ញុំគ្រាន់តែជួយទិញផ្ញើគេតាពេលក្រោយគេនឹងឲ្យលុយខ្ញុំវិញហើយជួយទិញផ្ញើនរណាទិញផ្ញើគេរហូតដល់កាត់ខ្ញុំអ៊ំមានបានសុំការអនុញ្ញាតពីខ្ញុំទេគ្រាន់តែចាយលុយបន្តិចបន្តួចសោះគ្រូសាតែមួយចាំបាច់គិតគូរច្បាស់លាស់ម្ល៉េះឥឡូវក្មួយមានបានហើយក៏ចេះការពារសាច់ញាតិបែបនេះអ៊ំស្រីម្នាក់នេះអាចធ្វើបាបក្មួយបានឬយ៉ាងម៉េចថ្ងៃនេះអ៊ំឯងគួរតែសងលុយគ្រប់សេនមកខ្ញុំវិញមានរឿងអីហ្នឹងវ៉ាន់ឈីងមិនក៏កូនមកដល់ភ្លាមឆ្លោះគ្នាភ្លាមចឹងបងស្រីបងចេញមកល្មមខ្ញុំពិតជាធ្វើបុណ្យបានបាបមែនខ្ញុំនៅផ្ទះបងហត់ចង់បាក់ចង្កេះទៅហើយតែវ៉ាន់ឈីងមកដល់ភ្លាមក៏មកសួរដេញដល់ខ្ញុំធ្វើដូចខ្ញុំបានធ្វើរឿងអាក្រក់ស្អីចឹងវ៉ាន់ឈីងតើមានរឿងអីឲ្យប្រាកដម៉ាក់មើលខ្លួនឯងទៅមិនក៏ទិញច្រើនម្ល៉េះឆាវចិនវ៉ាន់ឈីងមិនបានប្រាប់ឲ្យឯងទិញតាមបញ្ជីទេអីរបស់អស់នេះមិនមានក្នុងបញ្ជីទេបងស្រីខ្ញុំមិនមែនគិតថាបងសុខភាពមិនល្អទើបទិញអាហារបំពន់ឲ្យបងច្រើនបន្តិចទេអីម្យ៉ាងទៀតយូខ្ញុំបានចេញក្រៅម្ដងជួយទិញអីវ៉ាន់ផ្ញើគេបន្តិចបន្តួចមានអីធំដុំទៅគ្រូសាតែមួយចាំបាច់គិតគូរម្ល៉េះគ្រូសាតែមួយល្អណាស់យកលុយខ្ញុំទៅទិញអីវ៉ាន់ឲ្យគេពេលខ្ញុំចាប់បានក៏និយាយថានិយាយទៅការគិតលុយនេះអញពូកែគិតណាស់អញកុំឈរនិយាយមិនជឿចង្កេះអីអញមួយឆ្នាំទល់មួយឆ្នាំមិនចូលផ្ទះបើមិនមែនខ្ញុំមើលថែម្ដាយឯងអាចទៅធ្វើការដោយស្ងប់ចិត្តទេនិយាយឲ្យចំទៅឯងគឺមើលងាយខ្ញុំគិតថាខ្ញុំជាអ្នកស្រែបានហើយនិយាយតិចទៅវ៉ាន់ឈីងអូនក៏កុំឆេវឆាវពេកសុទ្ធតែសាច់ញាតិទេម៉ាក់ដល់ពេលនេះនៅនិយាយកាន់ជើងគាត់ទៀតម៉ាក់មើលមិនដឹងទេថាគាត់ចាត់ទុកពួកយើងជាមនុស្សល្ងងនោះលីនវ៉ាន់ឈីងខ្ញុំប្រាប់ឯងបើខ្ញុំមិនយកយល់មុខម្ដាយឯងទេខ្ញុំទៅបាត់យូរហើយចឹងឥឡូវមីងអាចទៅបានហើយឯងដេញខ្ញុំចាប់ពីថ្ងៃនេះទៅមីងមិនបាច់នៅផ្ទះខ្ញុំទៀតទេប៉ុន្មានថ្ងៃនេះដែលមីងបានជួយខ្ញុំនឹងគិតលុយឲ្យមីងតាមថ្ងៃឲ្យច្បាស់លាស់ឯងចាំមើលទៅគង់តែមានថ្ងៃស្ដាយក្រោយដែលធ្វើដាក់ខ្ញុំបែបនេះនៅថ្ងៃនេះទេនៅនឹងមុខខ្ញុំហ៊ានដល់ថ្នាក់នេះក្រោយខ្នងលួចលាក់ទុកប៉ុន្មានទៅមើលទៅរឿងនេះមិនចប់ងាយទេសម្បុកត្រចៀកកម្មអស់រលីងកាត់ទិញអីវ៉ាន់ក៏បាត់អស់ប៉ុន្មានសន្លឹកដែរម៉ាក់ខ្សែកដែលម៉ាក់ឲ្យកូនបាត់ហើយទូកុំយំម៉ាក់ច្បាស់ជារកខ្សែកឲ្យកូនវិញម៉ាក់មើលទូសិនទៅខ្ញុំចុះទៅក្រោមមួយផ្លែតស៊ីវលីនឬថាសាច់ញាតិផ្ទះឯងយកមិញទៅបាត់ហើយបងចាងខ្ញុំចង់សួរបងរឿងមួយរយៈនេះបងមានឃើញសាច់ញាតិផ្ទះខ្ញុំយកអីវ៉ាន់ចេញទៅក្រៅទេអូយខ្ញុំក៏ចង់ប្រាប់ឯងដែរមីងផ្ទះឯងនេះមួយរយៈនេះចេះតែយូរថងប៉ោងចុះមកក្រោមដំបូងខ្ញុំស្មានតែផ្ទះឯងបោសសម្អាតអីវ៉ាន់ចាស់ក្រោយមកមានម្ដងគាត់អង្គុយចង់ថងនៅមាត់ជណ្ដាលយន្តខាងក្នុងសុទ្ធតែជារបស់ញ៉ាំពេលនោះខ្ញុំនៅឆ្ងល់ផ្ទះឯងមិនក៏យកអីវ៉ាន់ចេញទៅក្រៅរាល់ថ្ងៃចឹងគាត់ឧស្សាហ៍ធ្វើចឹងមែនមិនមែនតែម្ដងទេពីថ្ងៃមុនខ្ញុំនៅឃើញគាត់យូរកេះក្រដាសធំមួយចេញទៅទៀតអរគុណបងចាងមួយជីវិតខ្ញុំនេះមិនដែលខឹងបែបនេះទេខ្ញុំមានបំណងល្អចូលក្រុងមកមើលថែបងជីដូនមួយធ្វើម្ហូបបោកខោអាវមើលក្មេងលទ្ធផលយប់មិញលីនវ៉ាន់ឈីងនិងម្ដាយនាងរួមគំនិតគ្នាសម្លុតខ្ញុំជាចាស់ទុំម្នាក់ត្រូវនាងសួរដេញដល់បែបនេះតើខ្ញុំរស់នៅមានន័យអីទៀតគេមកជួយហើយមិនឲ្យទឹកមុខល្អក៏ហេចុះនៅហ៊ានវីគេទៀតមានលុយអស់ចាណាស់មែនទេនាងក៏មិនខ្លាចចាស់ខូចចិត្តដែរម៉ាក់កុំទាន់អាល់មាត់គាត់ឥឡូវកំពុងតែរងចាំពួកយើងបកស្រាយម៉ាក់កាន់តែនិយាយគាត់កាន់តែបានចិត្តមនុស្សទាំងនេះមិនដឹងអីទាំងអស់ចេះតែជេរនាងតាមគេតាមឯង
គាត់ស្មានថាខ្ញុំនឹងឆ្លោះជាមួយគាត់នៅក្នុងគ្រប់អញ្ចឹងខ្ញុំមិនខ្វល់ពីគាត់ទេមិនលុះទេមិនខឹងអ្វីសោះចាំខ្ញុំបញ្ចេញភស្តុតាងគាត់នឹងលែងហ៊ាននិយាយអីទៀតហើយលីវឆាវចិននេះជាភស្តុតាងដែលអ្នកចង់បានមែនទេមិនចូលចិត្តយំនៅក្នុងគ្រប់ទេមែនទេអញ្ចឹងខ្ញុំឲ្យអ្នកយំឲ្យធំម្ដងចង់ដឹងការពិតយប់នេះម៉ោង 7 មកផ្ទះខ្ញុំអ្នកណាគិតថាខ្ញុំធ្វើបាបលីវឆាវម៉ៃអ្នកនោះមកចុះ